សាររបស់សម្ដេចថ្ងៃទី13 ខែ 6 2025 យប់មិញខ្ញុំបានចេញសារមួយហើយព្រឹកនេះខ្ញុំនិយាយក្នុងនាមជាប្រធានបក្សកណ្ដាលអំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀតក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីកម្ពុជាត្រូវធ្វើ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញពីប្រទេសផ្សេងក្រៅពីថៃ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក 3. បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមកមន្ទីរពេទ្យក្នុងស្រុកឬទៅប្រទេសផ្សេងវិញ 4. ត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់មកពីប្រទេសថៃកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មនិងវិស័យកសិកម្មនិងសំណង់រាប់សិបម៉ឺនកន្លែងបងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24 ម៉ោងលើ24 ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិសូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អមានតែក្រុមជ្រុលនិយមនិងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជាព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ